សូមជូនរឿងដំណើរទៅរកចំណែកដឹងតើអ្វីទៅដែលរហួសពីភ្នែកយើងមើលឃើញអស្ចារ្យមែនតើជាសញ្ញាអ្វីទៅនេះជាអ្វីខ្ញុំមិនដែលឃើញសញ្ញាបែបនេះពីមុនមកទេលោកគ្រូខ្ញុំបានរកឃើញរឿងនេះតើវាមានន័យដូចម្ដេចសញ្ញាចាស់គំរើចោះឯងគិតថាវាសំខាន់ដល់ថ្នាក់ណាមុននឹងស្វែងយល់ពីពិភពលោកខាងក្រៅចូលស្វែងយល់ពីវិធីដោះស្រាយបញ្ហាដ៏សាមញ្ញនេះសិនខ្ញុំនឹងធ្វើវាបានលោកគ្រូចំណេះដឹងពិតគឺការចេញពីការសង្កេតនិងការអត់ធ្មត់ខ្ពស់បំផុតអាណាតកូននៅតែជាកូនយើងត្រូវការពិតប្រាកដជាងនេះខ្ញុំសុំទោសលោកពូមេភូមិខ្ញុំនឹងព្យាយាមឲ្យខ្លាំងជាងនេះខ្ញុំបានធ្វើឲ្យពួកគេខកចិត្តប្រហែលជាខ្ញុំគ្មានសមត្ថភាពក្លាយជាអ្នកប្រាជ្ញនោះទេការដួលគឺមេរៀនមួយកុំឲ្យភាពបរាជ័យទាញឯងទៅបាត់បង់ក្តីសង្ឃឹមអ្វីៗទាំងអស់សុទ្ធតែមានចលនាអ្វីៗទាំងអស់សុទ្ធតែមានតំណែងគ្នាចូលបៅចិត្តឯងឲ្យទូលាយអ្នកដែលស្វែងរកពន្លឺត្រូវតែឆ្លងកាត់ភាពងងឹតផ្លូវអ្នកទើបតែចាប់ផ្ដើមដើម្បីក្លាយជាអ្នកប្រាជ្ញពិតប្រាកដឯងត្រូវតែនាំយកបេះដូងព្រៃមកវិញវាស្ថិតនៅលើកំពូលភ្នំនោះបេះដូងព្រៃខ្ញុំនឹងទៅកុំចោះចាញ់ត្រូវតែបន្តទៅមុខតើអ្វីទៅដែលខ្លាំងជាងអ្វីទាំងអស់ប៉ុន្តែគ្មានកម្លាំងតើអ្វីទៅដែលផ្ដល់ជីវិតប៉ុន្តែគ្មានរូបរាងវាគឺចំណេះដឹងនិងក្តីសង្ឃឹមខ្ញុំយល់ហើយភាពងងឹតគឺគ្រាន់តែជាផ្នែកមួយនៃពន្លឺប៉ុណ្ណោះអាណាតកូនបានត្រឡប់មកវិញហើយគាត់មើលទៅប្លែកណាស់ផែនដីស្តាប់ចិត្តបរិសុទ្ធរបស់យើងភ្លៀងបានមកហើយរោលដំណាក់ទឹករោលខ្យល់បក់សុទ្ធតែជាមេរៀនមួយចូលរៀនស្ដាប់ធម្មជាតិម៉ាក់ភ្នំនោះស្អាតម៉ាក់